រមណីយដ្ឋានភ្នំស្អាងជារមណីយដ្ឋានបែបវប្បធម៌ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិពីមសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលរមណីយដ្ឋាននេះមានចម្ងាយ20គីឡូម៉ែត្រពីក្រុងតាខ្មៅខេត្តកណ្ដាល30គីឡូពីរាជធានីភ្នំពេញដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានខាងលើនេះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ21ឆ្លងកាត់ទួលក្រសាំងឬផ្លូវ 21A ស្របមាត់ទន្លេក្រុងតាខ្មៅក៏បានដែរព្រោះផ្លូវទាំងពីរនឹងទៅជួបគ្នាត្រង់ចំណុចវត្តមួយដែលមានឈ្មោះថាឈូងលៀបស្រុកស្អាងនឹងធ្វើដំណើរហួសពីវត្តឈូងលៀបប្រមាណ5គីឡូនឹងទៅដល់ផ្សារទីរួមស្រុកស្អាងនៅទីនោះមានផ្លូវបត់ស្ដាំមួយត្រង់ចំណុចការ៉ាសាំងនឹងចូលទៅក្នុងប្រមាណ2គីឡូទៀតនឹងបានឃើញខ្លោងទ្វារវត្តស្អាងភ្នំនៅខាងស្ដាំហើយបន្តដំណើរជាង2គីឡូម៉ែត្រទៀតនឹងទៅដល់រមណីយដ្ឋានភ្នំស្អាងនេះហើយរមណីយដ្ឋានភ្នំស្អាងត្រូវបានកសាងឡើងវិញអំឡុងឆ្នាំ1985ដល់1986បន្ទាប់ពីកន្លែងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសម័យប៉ុលពតហើយសពថ្ងៃនេះភ្នំស្អាងប្រែក្លាយទៅជាកន្លែងកំសាន្តបែបវប្បធម៌ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិទៅលំហែនិងធ្វើបុណ្យទាននៅទីនោះនារដូវកាលបុណ្យទានផ្សេងផងដែរការរៀបចំដ៏ស្រស់ស្អាតនៅខាងមុខវត្តភ្នំស្អាងមានសេវាកម្មជាច្រើនដូចជាការលក់មុខម្ហូបលោកអ្នកអាចជិះទូកកាយៈជិះទាកំសាន្តនៅតាមដងស្រះដែលបានរៀបចំរូបផ្សេងយ៉ាងទាក់ទាញជាពិសេសភ្ញៀវជាតិនិងអន្តរជាតិអាចធ្វើដំណើរឡើងភ្នំតាមរយៈជណ្ដើរជើងនិងជណ្ដើរយន្តដែលបានធ្វើថ្មីអាចធ្វើដំណើរឡើងទៅដល់កំពូលភ្នំនៅខាងលើមានស្ទូបសាលាឈរទានដោយមានតម្កល់ពុទ្ធបដិមានិងរូបចម្លាក់ផ្សេងភ្ញៀវទេសចរអាចដុតធូបបួងសួងសុំសេចក្តីសុខនិងអាចទស្សនាទិដ្ឋភាពខ្នងផ្ទះប្រជាពលរដ្ឋក៏ដូចជាទិដ្ឋភាពប្រលានយន្តហោះថ្មីរបស់កម្ពុជាផងដែរជាមួយនេះភាពទាក់ទាញភ្ញៀវទេសចរអាចសាកល្បងធ្វើដំណើរតាមរយៈជណ្ដើរយន្តក្នុងការជិះម្ដងក្នុងតម្លៃម្នាក់2000រៀលដោយឡែកបងប្អូនក្មេងៗមិនត្រូវបានគិតថវិកាឡើយអនុញ្ញាតគោរពជម្រាបសួរទៅដល់លោកស្រីនាងកញ្ញាប្រិមិត្តដែលកំពុងតាមដានទស្សនាខណៈនេះដែរខ្ញុំបាទស្ថិតនៅកំពូលភ្នំស្អាងបាទនៅផ្នែកខាងក្រៅខ្ញុំគឺថាបាទស្ទូបដែលបងប្អូនប្រជាពលរដ្ឋតែងតែនិយមបាទមកអុជធូបសុំពរជ័យនៅទីតាំងនេះខ្ញុំនាំបងប្អូនទៅទស្សនាទិដ្ឋភាពមួយជុំនៃបាទទីតាំងរមណីយដ្ឋានភ្នំស្អាងដោយដំបូងគឺចាប់អារម្មណ៍ជាងគេគឺថាទីតាំងចដៅយន្តទីតាំងចដៅយន្តនេះបើកកាលពីប្រមាណខែ4ឆ្នាំ2024កន្លងទៅក្នុងតម្លៃម្នាក់ធ្វើដំណើរឡើង2000រៀលបាទនេះតាមអ្វីដែលបងស្រីដែលនៅទីតាំងនេះគាត់ជាអ្នកគ្រប់គ្រងនៅទីតាំងនេះ2000ស្ដាយអីមិនណាក៏ភ័យដែរទៅមិនតាមអូឡាចាំអត់ចុះបានអត់ចុះមក2000ចុះបានហើយលោកកូនយកចុះតាមសូមបញ្ជាក់ដែរថាទីតាំងភ្នំស្អាងនេះបាទបានអាប់ដេតអាកាសសម្រួលថ្មីច្រើនមែនទែនជាពិសេសគឺចដៃយន្តនេះដោយឧបត្ថម្ភថវិកាដោយក្រុមហ៊ុនបាទលោកអុកញ៉ាម្ចាស់បរិញ្ញាយន្តហោះនេះបានឧបត្ថម្ភកាយសម្រួលមានចដៅយន្តក្នុងនោះធ្វើឲ្យប្រព័ន្ធជូនទៅបាទស្រុកជាអ្នកគ្រប់គ្រងហើយមានបុគ្គលិកដែលពួកគាត់បម្រើការនៅទីតាំងនេះស្វាគមន៍ភ្ញៀវដែលអញ្ជើញមកទីតាំងនេះហើយចង់សាកល្បងជិះចដៅយន្តបាទឡើងក្នុងម្នាក់2000រៀលដោយឡែកកូនក្មេងបាទគឺថាមិនគិតថវិកាទេទិដ្ឋភាពជារួមនៅទីតាំងនេះបងប្អូនយើងអាចទៅលេខមកមើលប្រលានយន្តហោះថ្មីក៏ដូចជាអាចទស្សនាទិដ្ឋភាពបាទជាងកស្រីភាពរាជធានីភ្នំពេញយ៉ាងច្បាស់ក្រឡែតែម្ដងបងប្អូនយើងមើលឃើញយ៉ាងច្បាស់ហើយនឹងទិដ្ឋភាពក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រៅវិញបងប្អូនយើងនឹងបានឃើញអារាមបាទនៅផ្នែកខាងក្រៅនៅទីក្រុមនេះបាទហើយមានទីតាំងសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិមានន័យថាបងប្អូនយើងអញ្ជើញមកទីតាំងនេះអាចបាទកំងម្ហូបបាទបែបស្រុកស្រែក្នុងតម្លៃសមរម្យទេសនាជួបជុំគ្រួសាររំសាយអស់ទុកកង្វល់នៅពេលដែលបងប្អូនឃើញមកទីតាំងភ្នំស្អាងនេះទីតាំងភ្នំស្អាងស្ថិតនៅក្នុងភូមិសាលាឃុំភ្នំស្អាងស្រុកស្អាងខេត្តកណ្ដាល
បាទទីតាំងនេះគឺថាទីតាំងទេសចរបែបវប្បធម៌ដោយមានការបំផិតបំផ្លាញកាលពីសម័យបាទប៉ុលពតដែរហើយក៏មានការរៀបចំសម្រួលឡើងវិញឲ្យខ្លាយទៅជារមណីយដ្ឋានដោយសពថ្ងៃនេះពិសេសជាងគឺថាមានចន្លោយន្តឡើងនៅបរិវេណកំពូលភ្នំនេះគឺថាអស្ចារ្យមែនទែនខ្ញុំជឿជាក់ថាមានតែមួយនេះទេនៅក្នុងស្រុកខ្មែរដែលមានចន្លោយន្តឡើងលើកំពូលភ្នំបាទគយគន់ទេសភាពទៀងទស្សនីយភាពក្នុងផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងច្រើនក៏ដូចជាទស្សនាប្រយានយន្តហោះនិងគយគន់ទៅរាជធានីភ្នំពេញបាននៅពេលរាត្រីនៅពេលដែលប្រយានយន្តហោះនេះបើកភ្លើងគ្រប់គោលដៅដែលបានដាក់អំពូលភ្លើងគឺថាស្អាតមែនទែនបងប្អូនយើងខ្ញុំបានមកឡើងមកសាកល្បងបាទស្រូបយកខ្យល់អាកាសនៅពេលរាត្រីម្ដងរួចហើយអញ្ចឹងក៏សូមណែនាំបងប្អូនយើងបើមានឱកាសមកលេងនៅបាទទឹកដីស្រុកស្អាងអាចអញ្ជើញមកទស្សនាកំសាន្តបាននៅរមណីយដ្ឋានភ្នំស្អាងជាមួយនេះរមណីយដ្ឋានភ្នំស្អាងមិនឆ្ងាយពីរាជធានីភ្នំពេញប្រហែលទេមានចម្ងាយប្រមាណជាង30គីឡូតែប៉ុណ្ណោះធ្វើដំណើរគេថាផ្លូវកៅស៊ូបាទហើយនឹងផ្លូវបេតុងជួបយ៉ាងល្អតែម្ដងហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងនេះល្អអាចធ្វើដំណើរយ៉ាងងាយស្រួលដើម្បីមកកំសាន្តនៅទីតាំងនេះបងប្អូនយើងអរគុណច្រើនក្រឡេកមកមើលភ្ញៀវដែលអញ្ជើញមកទីតាំងរមណីយដ្ឋាននេះគឺថាច្រើនមែនទែនបងប្អូនយើងរៀងរាល់ថ្ងៃបុណ្យទានធំក៏ដូចជាថ្ងៃចុងសប្តាហ៍មានភ្ញៀវបាទអន្តរជាតិនិងជាតិមកទេសនានៅទីតាំងនេះបាទការមកទេសនានៅទីតាំងនេះលើកស្ទួយលើវិស័យបាទទេសចរក៏ដូចជាអាជីវករដែលកំពុងតែបម្រើក៏ដូចជាបាទបំពេញនៅទូនីតិការស្វាគមន៍ភ្ញៀវទេសចរធ្វើឲ្យជីវភាពពួកគាត់មានការរីកចម្រើនតាមរយៈការបាទធ្វើដំណើរក្នុងស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងនឹងបាទកុំភ្លេចបាទចូលរួមគ្រប់គ្រងសេវាកម្មរបស់ពួកគាត់នៅផ្នែកខាងក្រោមអាចភ្លក់មុខម្ហូបឆ្ងាញ់បែបខ្មែរបែបស្រុកស្រែច្រើនមុខបងប្អូនមួយវិញទៀតបងប្អូនយើងមិនភ្លេចទេគឺថាយើងមានទីតាំងនេះមានសេវាកម្មការបាទផ្នែកខាងក្រោមមានការរៀបចំបាទកញ្ចុះនិងមានការជិះទូកនិងទាកំសាន្តនៅបរិវេណស្រះទឹកដែលកំពុងរៀបចំនៅកោះស្អាតនេះហើយក៏មានប្រតិបត្តិការបម្រើសេវាកម្មនៅទីតាំងនោះគឺថាតម្លៃសមរម្យអញ្ចឹងបងប្អូនយើងអាចសាកល្បងអញ្ជើញមកទីតាំងនេះដោយផ្ទាល់ពីចុងក្រោយខ្ញុំសូមបង្ហាញទស្សនវិជ្ជាបាទល្អបំផុតហើយគឺថាល្បីកំពុងតែល្បីគឺថាទីតាំងបាទចដៅយន្តដែលមានតែមួយគាត់នៅស្រុកខ្មែរជិះឡើងមកកំសាន្តនៅលើកំពូលភ្នំស្អាងនេះអរគុណគាត់ស្ដាយអីមិនណាក៏ភ័យដែរចាំមិនតាមអូឡាចាំអូនចុះបានអត់ចុះមកពីគាត់ហើយលោកកូនយកចុះ